អីបានគេញ៉ាំគ្រប់គ្នានៅណាហើយយើងលើកចានទៅដាក់មុខយើងទាំងពីរអ្នកអញ្ចឹងចូលចិត្តលក់ឃើញផងក្មេងហ៎សួស្តីបងប្អូនទាំងអស់គ្នាឃើញតែពណ៌ឃើញតែការរៀបចំនេះគឺថាក្លៀនទៀតហើយសម្រាប់បងប្អូនដែលគាត់និយមចូលចិត្តជាមួយនឹងប្រភេទបុកល្ហុងឬក៏ភ្លាគ្រឿងសមុទ្រអីផ្សេងៗចំពោះហាងខ្ញុំផ្ទាល់គឺមានច្រើនមុខម្នួយមែនតើដូចជាប្រភេទបុកមីជាមួយគ្រឿងសមុទ្រឬក៏ជាប្រភេទបុកល្ហុងគ្រឿងសមុទ្រភ្លាគ្រឿងសមុទ្រអីផ្សេងៗតែต้องមួយគ្រឿងជ្រក់គ្រឿងកម្មជាច្រើនទៀតអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំម្នួយបែបណាឬក៏មួយណាដែលបងប្អូនអរគ្នាចូលចិត្តគឺអាចធ្វើការកម្មបានដូចគ្នាជាក់ស្ដែងនៅក្នុងវីដេអូនេះផ្ទាល់គឺមាន2 3មុខដែរសម្រាប់បង្ហាញជូនបងប្អូនអរគ្នាមានជាប្រភេទបុកល្ហុងគ្រឿងសមុទ្រគ្រប់មុខប្រអប់ធំញ៉ាំបាន3 ទៅ 4 នាក់ដូចគ្នាដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានកម្មវិធីជួបជុំឬក៏ចង់ញ៉ាំតាក់ទងជាមួយនឹងប្រភេទគ្រឿងញ៉ាំណាមួយពីខាងហាងខ្ញុំទៅគឺអាចធ្វើការដាក់កម្មបានទាំងអស់គ្នាគឺមានច្រើនជម្រើសមែនតើបងប្អូនដល់ម៉ោងឃ្លាននៅថ្ងៃនេះមានបុកតាពាំងជាមួយនឹងគ្រឿងសមុទ្របងប្អូនអរគ្នាឃើញសនេះជាប្រភេទតាពាំងបាទតាពាំងមានទៅតាមរដូវកាលដូចគ្នាដែរអញ្ចឹងបងប្អូនដែលគាត់ចង់ញ៉ាំគឺអាចដាក់កម្មបានដូចគ្នាដែរពីហាងយើងទៅបងប្អូនអរគ្នាដែលគាត់ចង់បានម្នួយផ្សេងៗជាច្រើនទៀតគឺអាចធ្វើការកម្មបាននៅខាងហាងខ្ញុំផ្ទាល់ដូចខាងខ្ញុំតែងតែជម្រាបជូនទៅកាន់បងប្អូនអរគ្នាថាចំពោះគ្រឿងញ៉ាំគឺមានច្រើនមែនតើនៅក្នុងហាងដែលខាងខ្ញុំផុសជូនអត់អស់ណាមានបុកល្ហុងគ្រប់ប្រភេទតែម្ដងបុកល្ហុងខ្មែរបុកល្ហុងបើខ្ចីត្រីឆ្អើរបុកល្ហុងគ្រឿងសមុទ្របុកល្ហុងជ្រូកខ្វៃបុកល្ហុងគ្រឿងសមុទ្រឆ្អិនឬក៏បុកល្ហុងក្តាមប្រៃផ្សេងៗគឺមានទាំងអស់ហើយមិនមែនមានតែប៉ុណ្្នឹងមានទាំងស្លាបមាន់អាំងមានទាំងពវៀនអាំងអីជាច្រើនទៀតហើយសម្រាប់បុកល្ហុងទាំងអស់នេះមានជាប្រអប់ធំបែបនេះហើយនឹងមានប្រអប់តូចសម្រាប់ញ៉ាំម្នាក់ឬក៏2នាក់ដូចគ្នាដែរជាទូទៅខាងខ្ញុំសម្រាប់ការវេចខ្ចប់ខាងខ្ញុំវេចខ្ចប់បែបនឹងតែម្ដងងាយស្រួលបងប្អូនអរគ្នាការញ៉ាំហើយបងប្អូនអរគ្នាដូចបានឃើញខាងខ្ញុំមិនមែនមានលក់តែបុកល្ហុងទេគ្រឿងញ៉ាំគឺមានច្រើនដូចសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញពីរបៀបការប្រឡាក់ស្លាបមាន់កញ្ជូនមាន់ឬក៏ផ្លូវមាន់អាំងដែលលក់នៅក្នុងហាងជាប្រចាំហ្នឹងណាសម្រាប់បងប្អូនដែលគាត់ចង់បានឆ្អិនហើយសាប់ក៏បានឬក៏បងប្អូនចង់បានជាប្រភេទដែលខាងខ្ញុំសម្ងួតហើយក៏បានដែរខាងយើងមានរៀបចំជូនបងប្អូនអរគ្នាក្នុងមួយកញ្ចប់1គីឡូទាំងស្លាបកញ្ជូនមាន់ហ្នឹងគឺខាងយើងរៀបចំបើកខ្យល់សម្រាប់អ្នកដែលគាត់មានតម្រូវការចង់យកទៅតាមខេត្តឬក៏ចង់យកទៅទុកញ៉ាំអាំងញ៉ាំជៀនញ៉ាំផ្សេងៗគឺអាចធ្វើការកម្មបានដូចគ្នាហើយចំពោះការប្រឡាក់វិញខាងយើងមានរូបមន្តត្រឹមត្រូវដោយមានទឹកប្រឡាក់សាច់សម្រាប់ធ្វើការប្រឡាក់ជូនបងប្អូនអរគ្នាផ្ទាល់មិនថាទៅលក់នៅហាងឬក៏ប្រឡាក់លក់ស្រស់ជូនបងប្អូនអរគ្នាទេអញ្ចឹងសម្រាប់ភ្ញៀវដែលគាត់ចង់កម្មគឺអាចធ្វើការទំនាក់ទំនងតាមរយៈ page នឹងផ្ទាល់ឬក៏អាចតាក់ទងតាមរយៈ Telegram បន្ថែមទៀតងាយស្រួលខាងក្រុមការងាររៀបចំជូនបងប្អូនអរគ្នាដូចគ្នាអរគុណច្រើនបងប្អូនអរគ្នាខ្មៅអើយខ្មៅមានបងលើឈ្មោះ